រឿងជាមនិងស្វាកាលពីយូរលង់ណាស់មកហើយមានស្វានិងជាមបានស្មោះស្ម័គ្រព្រមព្រៀងធ្វើជាមិត្តចិត្តមួយថ្លើមមួយនឹងគ្នាដោយស្វាមានតួនាទីអង្គុយតែលើខ្នងជាមនិងស៊ីចំណីតែប៉ុណ្ណោះមិនបាច់ធ្វើអីទេថ្ងៃមួយស្វាកើតក្តីអបសោកព្រោះរវល់តែអង្គុយលើខ្នងជាមដោយពុំបានធ្វើអីសោះវានឹកចង់ឡើងបេះផ្លែឈើស៊ីដោយខ្លួនឯងដើម្បីបំបត្តិអបសោកខ្លះទើបវារកអបាយកលបំភ័យជាមឲ្យភ័យរត់ពីណាត់ពីណែងរត់ចូលទៅក្នុងព្រៃដើម្បីឲ្យខ្លួនបានកំសាន្តសប្បាយផងគិតដូច្នោះហើយស្វាក៏ធ្វើជាស្រែកឆោឡោឡើងថាសម្លាញ់អើយខ្លាមកហើយឆាប់រត់ឲ្យលឿនឡើងជាមស្មានថាខ្លាមកមែនវាភ័យស្លន់ស្លោជាខ្លាំងហើយក៏មិនបានរត់ទៅក្នុងព្រៃដូចដែលស្វាបានគិតទុកទេពេលរត់ដល់មាត់អូរវាក៏លោតចូលទៅក្នុងអូរដែលមានសតតែក្រពើនៅរងចាំជាស្រេចគ្រាន់តែឮសូរព្រមភ្លាមក្រពើតែនោះក៏ហក់តម្រង់ទៅរកដោយក្តីស្រេកឃ្លានស្វានិងជាមមិនបានគេចរួចទៅណាទេវាក៏คล้ายជាចំណីហូមក្រពើក្នុងគ្រានោះទៅកតេអប់រំការកុហកលេងសើចអាចនាំមកក្តីអន្តរាយដល់ខ្លួន